គួរឲ្យអាណិតដំរីនេះមែនទែនគេចាប់បានវានៅក្បែរខាងអាហ្វ្រិកហើយយកមកបង្ហាត់ដើម្បីឲ្យលេងសៀកណាច្រើនឆ្នាំក្រោយមកក្រុមសម្ដែងសៀកហ្នឹងក៏បានទៅលេងនៅប៉ែកខាង Honolulu កោះ Hawaii ហើយក៏ជាលើកចុងក្រោយដែររបស់ជីវិតនៃសត្វដំរីនេះហើយក៏បានធ្វើឲ្យប្រជាជនគ្រប់គ្នានិងអ្នកផ្សេងនិយាយទៅគឺគ្រប់ប្រទេសភ្ញាក់ផ្អើលនិងមើលឃើញនៃការធ្វើបាបសត្វនៅក្នុងឆ្នាំ1994កំពុងតែសម្ដែងសៀកហ្នឹងសត្វដំរីហ្នឹងគឺមួម៉ៅចាហើយក៏បានសម្លាប់អ្នកដែលបង្ហាត់បង្រៀនវាណាហើយនឹងធ្វើឲ្យរបួសអ្នកផ្សេងនៅជិតនឹងទៀតហើយវាក៏បានរត់ចេញពីកន្លែងនឹងតែម្ដងគេក៏បានតាមចាប់វាជាង30នាទីក្រោយមកក៏បានឃើញនៅតាមផ្លូវហើយប៉ូលីសក៏បានបាញ់វាចំនួន86គ្រាប់ឯណោះការស្លាប់របស់ដំរីនេះគឺមិនអត់ប្រយោជន៍ទេគឺបានធ្វើឲ្យមនុស្សជុំវិញពិភពលោកមើលឃើញនៅការធ្វើបាបសត្វ